នឹងគឺឃើញប្លង់ស្អាតគ្រប់ទិសទាំងអស់ហ្មងហើយថតមកគឺឃើញស្អាតខ្លាំងមែនតើបង្ហាញទិសដៅថាអ្នកគ្នាក៏ដើរទស្សនាពីខាងណាទៅខាងណាអញ្ចឹងណាដូចខាងនេះអញ្ចឹងគឺគេបាញ់ព្រួយយើងដើរទៅតាមអ្នកគ្នាគេដែលស្គាល់ថាប្រាសាទដែលតូចដាក់សូវបានគេស្គាល់សូវបានគេទៅទស្សនាហ្នឹងបន្តអ្នកគ្នាស្គាល់កុំភ្លេចខមមិនខាងក្រោមហ្នឹងខ្ញុំបានដឹងផង Hello អ្នកគ្នា and welcome to SK Wonderland ហើយឥឡូវហ្នឹងគឺរៀងប្លែកតិចគេព្រោះដោយសារតែឥឡូវហ្នឹងគឺយើងកំពុងតែនៅលើទឹកដីស៊ីព្រៀបអ្នកគ្នាហើយរត់តែប្លែកទៀតគឺឥឡូវហ្នឹងគឺយើងបានមកមើលជាមួយនឹងប្រាសាទចៅសាយទេវតាអ្នកគ្នាជាទូទៅនៅពេលដែលមកស៊ីព្រៀបអីរដងគឺពេលដែលជិះតាមវងតូចវងធំអីហ្នឹងគឺយើងភាគច្រើនទៅលេងប្រាសាទអង្គរវត្តប្រាសាទធំអីចឹងទៅតែយើងបានតែជិះកាត់ឃើញប្រាសាទតូចអីចឹងតែយើងអត់ដែលបានចូលមើលផ្ទាល់ទេអញ្ចឹងថ្ងៃហ្នឹងក៏ខ្ញុំឆ្លៀតមកចូលមើលតិចអ្នកគ្នាចង់ដឹងថាខាងក្នុងប្រាសាទស្អាតខ្លាំងប៉ុណ្ណាហើយនៅនេះអ្នកគ្នាមិនថាមានតែប្រាសាទចៅសាយទេវតាមួយទេនៅទល់មុខហ្នឹងក៏មានប្រាសាទធំមួយមែនអ្នកគ្នាអញ្ចឹងខ្ញុំតិចទៀតអាចនឹងទៅមើលខាងនោះមួយប៉ុន្តែឥឡូវខ្ញុំសុំមើលខាងនេះសិនចង់ដឹងថាស្អាតប៉ុណ្ណាហើយយើងជុំថតរូបលេងអីចឹងទៅគ្នាចឹងនេះគេមានឆ្លាក់ឈ្មោះប្រាសាទហ្មងអ្នកគ្នាអាចឃើញទេចៅសាយទេវតាចឹងទៅហើយនៅដើមសតវត្សទី12អ្នកគ្នាចឹងនេះគឺនៅទីតាំងច្រកខាងជើងអញ្ចឹងឥឡូវយើងចូលទៅមើលទាំងអស់គ្នាមើលអញ្ចឹងនៅខាងក្នុងពេលដែលចូលមកដល់ហ្នឹងគឺឃើញមានដើមឈើធំទោះបីក្តៅប៉ុណ្ណាក៏អត់ក្តៅដែរព្រោះដោយសារមានដើមឈើធំចឹងទៅតិចចិត្តអ្នកគ្នាម្លប់ខ្ញុំគិតថានៅក្នុងកន្លែងនេះអាចថតរូបបានតិចតួចដែរពេលអ្នកគ្នាឥឡូវហ្នឹងគឺយើងបានឡើងមកដល់ប្រាសាទផ្ទាល់ហើយសំខាន់មុនឡើងមកដល់មុនហ្នឹងមែនហ្នឹងគឺឃើញប្លង់ស្អាតគ្រប់ទិសទាំងអស់ហ្មងហើយថតមកគឺឃើញស្អាតខ្លាំងមែនតើអញ្ចឹងបើអ្នកគ្នាអាចឆ្លៀតចូលមកលេងមកទស្សនាតិចតួចអីចឹងណាអូខេអ្នកគ្នានៅខាងក្រោយខ្ញុំគឺមើលទៅដូចព្រៃដែលគេមានផ្លូវដើរអីចូលទៅខាងក្នុងមានព្រៃនិទានអីចឹងស្អាតខ្លាំងមែនតើខ្ញុំថតមើលនឹងមិនហ្នឹងប៉ះចំ sunset ជះមក very nice so yeah មានអារម្មណ៍ថា peaceful មែនតើអ្នកគ្នាអញ្ចឹងឥឡូវយើងដើរចូលទៅមើលក្នុងប្រាសាទមើលតាមមានអីគេខ្លះឥឡូវយើងបានដើរមកដល់គៀកខ្លាំងមែនតើអ្នកគ្នាបានឃើញរូបរាងប្រាសាទពិតប្រាកដហើយអ្នកគ្នាធំខ្លាំងមែនតើនៅពេលដែលខ្ញុំឃើញពីចម្ងាយមានអារម្មណ៍ថារៀងល្មមគួរសមដែរនៅពេលដែលចូលមកជិតមកគឺឃើញធំទៅជាក់ភ្នែកមែនតើអ្នកគ្នាឃើញថ្ងៃចាំងមកមានអារម្មណ៍ថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាថតរូបអូខេអ្នកគ្នាអញ្ចឹងមុននឹងមិញហ្នឹងគឺយើងបានដើរមើលជាមួយនឹងប្រាសាទចៅសាយទេវតាហើយឥឡូវយើងអត់ទាន់អត់ទេយើងនៅមានសល់ប្រាសាទធម្មតាមួយទៀតអ្នកគ្នាយើងត្រូវទៅដើរមើលប្រាសាទខាងនោះមួយទៀតអូខេអ្នកគ្នាឥឡូវគឺយើងបានមកដល់ប្រាសាទធម្មតាហើយអ្នកគ្នាស្អាតតហើយមុននឹងមិញហ្នឹងនៅពេលដែលមកហ្នឹងក៏បានអានអាតិខលតិចតួចទាក់ទងទៅនឹងប្រាសាទធម្មតាខាងក្រោយហ្នឹងណាគេថាប្រាសាទខាងក្រោយហ្នឹងគឺមានចម្រុះសាសនាអ្នកគ្នាមានតាំងពីព្រះនរាព្រះឥសូរហើយនិងពុទ្ធសាសនាទៀតអ្នកគ្នាអញ្ចឹងឥឡូវយើងនាំគ្នាដើរចូលទៅមើលខាងក្នុងតិចទៅពេលដែលអ្នកគ្នាដើរចូលមកដល់ប្រាសាទហ្មងហ្នឹងគឺគេមានដាក់បង្ហាញទិសដៅថាអ្នកគ្នាក៏ដើរទស្សនាពីខាងណាទៅខាងណាអញ្ចឹងណាដូចខាងនេះអញ្ចឹងគឺគេបាញ់ព្រួយយើងដើរទៅតាមអ្នកគ្នាអញ្ចឹងយើងដើរមើលតាមហ្នឹងទៅឃើញប្រាសាទស្អាតហើយត្រជាក់ភ្នែកហ្មងអ្នកគ្នាឃើញខាងក្រោយខ្ញុំនឹងនៅពេលដែលមើលពីប្លង់ខាងនេះទៅគឺឃើញមកដូចកំពូលប្រាសាទអង្គរវត្តយើងអញ្ចឹងអ្នកគ្នាហើយសំខាន់ជាក់ស្ដែងនៅពេលដែលខ្ញុំមកហ្នឹងខ្ញុំគិតថាមកដល់ខែក្តៅខែអីចឹងអាចនឹងឃើញធម្មជាតិឬក៏ nature អីយើងនេះរៀងសក់ក្រោះរៀងក្រៀមក្រំអីចឹងណាតែមានអីណានៅពេលដែលមកដល់ឃើញរៀងទៅចាស់ទៅចងស្លាមមុខស្លាមមាត់តាណានេះចឹងអ្នកគ្នាអាចមើលបានរុក្ខជាតិខាងក្រោយហ្នឹងរៀងខៀវស្ងាត់ចឹងទៅយើងដើរមកមើលពេលដែល sunset ធ្លាក់ចុះចឹងទៅមានអារម្មណ៍ថាសតុំមួយយ៉ាងដែរអ្នកគ្នាឃើញនៅខាងក្រោយខ្ញុំមកនិយាយទៅគឺប្រាសាទហ្នឹងគឺគេរចនាមកគឺពិនិត្យខ្លាំងមែនតើនៅខាងក្រោយហ្នឹងគឺមានរូបអប្សរាមានតាំងពីរូបដែលគេឆ្លាក់ទូចចឹងអ្នកគ្នាតមើលភ្នែកផ្ទាល់ចិត្តហ្មងមិនដឹងហើយស្អាតខ្លាំងមែនតើហ្មងដូចតែនៅអង្គរវត្តយើងចឹងអ្នកគ្នាច
ចឹងឥឡូវហ្នឹងដោយសារតែយើងដើមមើលរឿងធ្លាក់ពលឺដែរហើយអញ្ចឹងវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងទេហើយជាចុងក្រោយក៏ខ្ញុំសូមឲ្យអ្នកនរគ្នានៅពេលដែលបានឆ្លៀតមកលេងស៊ីមៀបកុំភ្លេចជីកកាត់ហើយចូលមើលផងប្រាសាទតែទូចៗនៅតាមព្រៃចឹងណាព្រោះទេសភាពស្អាតខ្លាំងមែនតើយ៉ាងហោចណាស់ក៏ត្រូវបានចូលមើលទៀតដែរអ្នកនរគ្នាហើយខ្ញុំគិតថា next time បើសិនជាមកស៊ីមៀបអាចនឹងឆ្លៀតមកមើលប្រាសាទតូចៗបែបហ្នឹងប៉ុន្តែខុសពេលវេលាម្ដងអាចនឹងមកពេលព្រឹកដើម្បីចង់ដឹងថាទេសភាពនៅពេលព្រឹកហ្នឹងអាចស្អាតទៅប៉ុណ្ណាទៅហូមទៀតអ្នកនរគ្នាបើសិនជាអ្នកនរគ្នាដែលស្គាល់ថាប្រាសាទដែលតូចៗដែលសូវបានគេស្គាល់សូវបានគេទៅទស្សនាហ្នឹងបើអ្នកនរគ្នាស្គាល់កុំភ្លេច comment ខាងក្រោមហ្នឹងខ្ញុំបានដឹងផងឬក៏ recommend ខ្ញុំដឹងផងដើម្បីឲ្យខ្ញុំបានឆ្លៀតទៅមើលដែរអញ្ចឹងណាអញ្ចឹងក៏អរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូមួយនេះដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀត